Cam Top Tip អាយ៉ាធ្វើមិនទៅលុបបាត់កម្មវិធីនោះបានសេវទុកក្នុង memory ផងបងប្អូនប្រិយមិត្តទាំងអស់គ្នាឈប់ព្រួយបារម្ភទៀតទៅជាមួយនឹងករណីដែលអ្នកទាំងអស់គ្នាច្រឡំលុបកម្មវិធីឬក៏ច្រឡំលុបទិន្នន័យណាមួយពី smartphone របស់អ្នកទាំងអស់គ្នាដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ពីព្រោះឥឡូវនេះមានកម្មវិធីមួយដែលអាចហៅយកទិន្នន័យឬក៏កម្មវិធីដែលអ្នកទាំងអស់គ្នាច្រឡំដៃលុបចោលមកវិញបាននោះគឺកម្មវិធី Doomster អ្នកទាំងអស់គ្នាទិន្នន័យដែលខ្ញុំបានលុបមិញនេះគឺជាកម្មវិធីដ៏សំខាន់ណាស់សម្រាប់ខ្ញុំអត់ចង់ឲ្យវាបាត់បង់ទេខ្ញុំចង់ទាញយកវាមកវិញដូច្នេះអ្នកទាំងអស់គ្នាថាយក Doomster មកពេលដែលចូលមកដល់កន្លែងនេះទិន្នន័យឬក៏កម្មវិធីដែលអ្នកទាំងអស់គ្នាបានលុបចោលនោះវាស្ថិតនៅទីនេះទាំងអស់បើចង់ឲ្យវាត្រឡប់មកវិញអ្នកទាំងអស់គ្នាគ្រាន់តែថាយកវាមកនៅខាងឆ្វេងជាងខាងក្រោមវាប្រាប់ឲ្យអ្នកទាំងអស់គ្នា reinstall គឺដំឡើងវាសារថ្មីទោះបីជាអ្នកទាំងអស់គ្នាមិនបានsave វាទុកនៅក្នុង memory machine ឬក៏ memory card របស់ smartphone អ្នកទាំងអស់គ្នាក៏ដោយក៏អ្នកទាំងអស់គ្នាអាចដំឡើងវាយកមកសារជាថ្មីបានដែរថាយក install បើកវាកម្មវិធីមួយនេះយើងអាចប្រើបានសារជាថ្មីហើយអ្នកទាំងអស់គ្នាដើម្បីបានកម្មវិធីដ៏អស្ចារ្យមួយនេះដែលអាច restore កម្មវិធីឬក៏ទិន្នន័យរបស់អ្នកទាំងអស់គ្នាត្រឡប់មកលើ smartphone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android វិញនោះអ្នកទាំងអស់គ្នាសូមតាមដានដូចតទៅសូមប្រិយមិត្តទាំងអស់គ្នាចូលទៅកាន់ Play Store ដើម្បីបានកម្មវិធី Doomster ដែលអាចហៅកម្មវិធីឬទិន្នន័យដែលអ្នកទាំងអស់គ្នាបានលុបចោលនឹងមកវិញបានថាច់យក Play Store បន្ទាប់មកទៀតអ្នកទាំងអស់គ្នាវាយពាក្យថា Doomster D U M P S T E R បន្ទាប់មក search វានឹងចេញលទ្ធផលឲ្យពីរដែលបញ្ជាក់ថានេះគឺជាកម្មវិធីអាច restore ទិន្នន័យឬក៏កម្មវិធីដែលអ្នកទាំងអស់គ្នាបានលុបចោលប៉ុន្តែមានតែមួយគត់ដែលអ្នកទាំងអស់គ្នាអាចយកមកប្រើប្រាស់បានដែលវាអាចធ្វើបានតាមតម្រូវការរបស់អ្នកទាំងអស់គ្នានោះគឺ Doomster Image and Video ក្រៅពីនោះគឺมันអាចប្រើប្រាស់បានទេទោះបីខាងក្រោមនេះមានរូប Cycle Bin ដូចនៅលើ computer ក៏ដោយវាមិនអាចប្រើប្រាស់បានទេប្រើប្រាស់បានតែខាងលើប៉ុណ្ណោះគឺ Doomster Image and Video អាចយកវាដើម្បីដំឡើងបន្ទាប់មកទៀត install បន្ទាប់ពីកម្មវិធីនេះដំឡើងចប់សពគ្រប់ខ្ញុំនឹងសាកទៅលុបរូបថតឬលុបចម្រៀងឬក៏លុបកម្មវិធីឲ្យអ្នកទាំងអស់គ្នាមើលហើយយើងសាក restore មកវិញសាកមើលតើវាមកឬអត់ឥឡូវខ្ញុំទៅលុបបទចម្រៀងមួយហើយយកអូខេខ្ញុំសាកលុបបទចម្រៀងនេះមួយបទចោលសាកមើលរួចទៅ delete អូខេលុបបាត់ត្រឡប់ទៅក្រោយវិញឥឡូវយើងទៅបើក Doomster ដើម្បី restore បទចម្រៀងដែលខ្ញុំបានលុបចោលមិញមកវិញថាច់យក Doomster បាទអ្នកទាំងអស់គ្នាឃើញស្រាប់ហើយនេះគឺជាបទចម្រៀងដែលខ្ញុំបានលុបចោលមិញវារត់មកចូលនៅក្នុង Doomster ដើម្បីឲ្យយើង restore វាទៅវិញបាទឃើញថាទោះបីជាយើងលុបវាក៏ដោយចម្រៀងនឹងមិនបាត់បង់ឡើយអ្នកទាំងអស់គ្នាអាច restore វាឡើងវិញនៅខាងឆ្វេងថាច់មកចម្រៀងនឹងបានបាត់ទៅវិញហើយយើងសាកទៅរកបទចម្រៀងនឹងនៅត្រង់កន្លែងរបស់វាវិញនេះត្រង់កន្លែង folder តមកទៀតថាច់យក in storage ទៅរកទីតាំងរបស់វាឡើងវិញថាច់យកមកបាទនេះឃើញថាវាត្រឡប់មកវិញហើយ Doomster ពិតជាអស្ចារ្យមែនហាក់ដូចជាកុំព្យូទ័រអញ្ចឹងដែលយើងលុបទិន្នន័យហើយយើងអាច restore គឺហៅទិន្នន័យនឹងត្រឡប់មកវិញបានប៉ុន្តែប៉ុណ្ណោះអ្នកទាំងអស់គ្នាអាចទៅលុបវីដេអូឬលុបកម្មវិធីផ្សេងទៀតផងដែរប៉ុន្តែចំពោះហ្គេមដែលមានទិន្នន័យធំនៅពេលដែលអ្នកទាំងអស់គ្នាលុបអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាត្រូវតែដំឡើងទិន្នន័យសំខាន់របស់វាមកវិញដោយខ្លួនឯងយើងខ្ញុំក៏សូមជម្រាបដល់បងប្អូននិងប្រិយមិត្តដែលចង់ទិញវីដេអូស្ដីពីរបៀបនៃការរកលុយតាម YouTube ពី Cam Top Tip សូមរុះរាន់តាក់ទងមកយើងខ្ញុំមកតាមលេខទូរស័ព្ទ098 21 37 36បើសិនជាអ្នកចង់រកលុយតាម YouTube ពិតប្រាកដមែនសូមកុំឲ្យពេលវេលាចេះតែកន្លងទៅ